រាងកាយស្ត្រីគឺមានភាពពិសេសខ្លាំងណាស់ស្ត្រីអាចពោពោះនិងអាចបង្កើតកូនបានជាការពិតណាស់ការសម្រេចចិត្តថាតើត្រូវមានកូនឬអត់ហើយមាននៅពេលណាគឺមានភាពខុសគ្នាពីស្ត្រីម្នាក់ទៅស្ត្រីម្នាក់ទោះអ្នកសម្រេចចិត្តយ៉ាងណាក៏ដោយអ្នកត្រូវយល់ពីដំណើរនៃការចាប់ផ្ដើមមានផ្ទៃពោះក៏ដូចជាផលប៉ះពាល់ដល់ឱកាសដែលអ្នកអាចមានផ្ទៃពោះដើម្បីឲ្យអ្នកអាចរៀបចំផែនការឲ្យសមស្របតាមជីវិតរបស់អ្នកសូមចាប់ផ្ដើមដោយពិនិត្យមើលរាងកាយផ្នែកខាងក្នុងរបស់ស្ត្រីសរីរាង្គមួយចំនួនធ្វើការរួមគ្នាដើម្បីបង្កកំណើតបានជាទារកដោយធ្វើការរួមគ្នាពួកវាបង្កើតបានជាប្រព័ន្ធបន្តពូជស្ត្រីសរីរាង្គទាំងនោះរួមមានទ្វារមាសស្បូនបំពង់ដៃស្បូននិងអូវែផ្ទុកសុទ្ធតូចៗរាប់ពាន់ប៉ុន្តែជាទូទៅមានតែសុទ្ធមួយទេនឹងត្រូវបានបញ្ចេញមួយខែម្ដងសុទ្ធនឹងផ្លាស់ទីចុះក្រោមតាមបំពង់មួយក្នុងចំណោមបំពង់ដៃស្បូនទាំងពីរបើសិនជាស្ត្រីរួមភេទជាមួយបុរសដែលមិនពាក់ស្រោមអនាម័យបុរសអាចបញ្ចេញអង្គធាតុរាវពណ៌សពីលឹងរបស់គេទៅក្នុងទ្វារមាសរបស់នាងអង្គធាតុនោះមានកោសិកាតូចៗរាប់លានដែលហៅថា sperm ឬក៏មេជីវិតសម្រាប់ការបង្កកំណើតកោសិកាមេជីវិតត្រូវហែលតាមទ្វារមាសចូលទៅក្នុងស្បូនដើម្បីជួបនឹងសុទ្ធដែលផ្លាស់ទីកាត់តាមបំពង់ដៃស្បូនបើសិនជាគ្មានមេជីវិតណាទៅដល់សុទ្ធទេស្ត្រីមិនអាចមានផ្ទៃពោះបានទេហើយនាងនឹងមានរដូវដូចធម្មតាបើសិនជាកោសិកាមេជីវិតទៅដល់សុទ្ធហើយចូលក្នុងសុទ្ធនោះសុទ្ធនឹងបង្កកំណើតសុទ្ធដែលបង្កកំណើតត្រូវការផ្លាស់ទីទៅកាន់ស្បូនហើយតោងជាប់នឹងផ្នែកខាងក្នុងដើម្បីចាប់ផ្ដើមការមានផ្ទៃពោះបើសិនជារឿងនេះកើតឡើងស្ត្រីដែលមានផ្ទៃពោះនឹងគ្មានរដូវរហូតដល់ពេលទារកកើតឬរហូតដល់ពេលលែងមានផ្ទៃពោះដូច្នេះតើអ្នកអាចបង្កើនឱកាសមានផ្ទៃពោះរបស់អ្នកបានយ៉ាងដូចម្តេចប្រសិនបើអ្នកចង់មានកូនអ្នកគួរតែរក្សាទម្ងន់ឲ្យសមស្របនិងមានសុខភាពល្អរួមភេទនៅក្នុងអំឡុងពេលជាក់លាក់ណាមួយនៃវដ្តរដូវរបស់អ្នកជៀសវាងការផឹកគ្រឿងស្រវឹងច្រើនពេកឈប់ជក់បារីហើយធ្វើតេស្តនិងព្យាបាលការឆ្លងរោគសម្រាប់ជំនួយតាក់ទងនឹងរឿងទាំងនេះអ្នកអាចជួបជាមួយវេជ្ជបណ្ឌិតរបស់អ្នកតើគូស្នេហ៍អាចរួមភេទដោយគ្មានផ្ទៃពោះឬទេស្ត្រីអាចនឹងចង់រង់ចាំរហូតដល់ដំណាក់កាលផ្សេងនៃជីវិតរបស់ពួកគេមុនពេលមានផ្ទៃពោះនាងអាចនឹងចង់រង់ចាំបន្តិចចាប់ពីពេលដែលនាងមានកូនលើកមុនឬក៏នាងមិនចង់មានកូនតែម្ដងការសម្រេចចិត្តទាំងនេះគឺគ្មានបញ្ហាអ្វីទេហើយអាចនៅតែរីករាយជាមួយការរួមភេទដោយបង្ការការមានផ្ទៃពោះដោយប្រើវិធីពន្យាកំណើតយើងមើលលម្អិតទៅលើវិធីទាំងនេះនៅក្នុងវីដេអូមួយទៀតអំពីការពន្យាកំណើតឥឡូវតើមានអ្វីកើតឡើងបើសិនជាស្ត្រីម្នាក់មានផ្ទៃពោះប៉ុន្តែគ្មានគម្រោងចង់មានកូននៅក្នុងប្រទេសអូស្ត្រាលីមានជម្រើសមួយចំនួនដោយនាងអាចជ្រើសរើសបន្តការមានផ្ទៃពោះនាងអាចរៀបចំឲ្យគេស្មុំកូននៅពេលដែលទារកកើតនាងអាចពិភាក្សាជាមួយវេជ្ជបណ្ឌិតអំពីការបញ្ចប់ការមានផ្ទៃពោះទាំងនេះអាចជាការសម្រេចចិត្តដ៏ពិបាកដូច្នេះជម្រើសដែលល្អបំផុតអ្នកគួរពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកត្រូវចាំថាការសម្រេចចិត្តថាតើត្រូវទុកកូនឬអត់គឺខុសៗគ្នាសម្រាប់មនុស្សម្នាក់ៗហើយវាអាចទៅរួចដែលអាចរួមភេទដោយគ្មានផ្ទៃពោះបើសិនជាអ្នកគិតថាវីដេអូនេះមានប្រយោជន៍អ្នកអាចនឹងចង់មើលវីដេអូដែលយើងបានលើកឡើងមុននេះអំពីការពន្យាកំណើតឬវីដេអូដែលតាក់ទងមួយទៀតអំពីការមានរដូវ